ម Christmas ឆ្នាំហ្នឹងរៀងដូចប្តីខ្ញុំហ្មងខានទិញបានធូរថ្លៃទៀតខ្ញុំទិញវិថាបើតម្លៃតែ$22ជាងទេហើយគេដឹកមកឲ្យដល់ផ្ទះទៀតដោយសារតែពួកយើងរើមកនៅកន្លែងតូចអញ្ចឹងដើម Christmas ក៏ត្រូវស្គមតាមនឹងដែររៀងដូចប្តីបេះដាក់ហ្មងស្គមឲ្យខ្ពស់ដល់ទៅ1.8 ម៉ែត្រហ្នឹងលក្ខណៈ pencil tree អញ្ចឹងវារៀងស្គមអត់សូវកំាប់ដូចដើម Christmas ផ្សេងទេសម្រាប់ ornament ហើយនឹងគ្រឿង decor វិញគឺខ្ញុំដើរទិញម្ដងតិចនៅស្រុកខ្មែរយើងគ្រប់កន្លែងហ្មងចាំខ្ញុំរៀបរាប់ថាទិញនៅណាខ្លះខ្ញុំឆ្លាញ់កណាត់ mesh នេះអាហ្នឹងគឺខ្ញុំទិញនៅ Green Party Eon តម្លៃដូចជាជាង$5ហើយស្អាតដាក់ទៅឃើញរៀង volume ធំជាងមុនហើយខ្សែនេះខ្ញុំទិញនៅ Daiso ដាក់ពីលើអា mesh ហ្នឹងទៅតម្លៃដូចជា$2វែងខ្ទង់1.8 ម៉ែត្រហ្នឹងហើយសម្រាប់ ornament ផ្សេងៗគឺខ្ញុំទិញនៅ Green Party ផងទិញនៅកន្លែងផ្សេងរីរងអីចឹងណាខ្ទង់ប្រហែលជា$10កាយគឺខ្ញុំទិញនៅ Green Party ដែរតម្លៃវាខ្ទង់$2អីទេគិតចុះគិតឡើងដើម Christmas មួយដើមហ្នឹង1.8 ម៉ែត្រប្រហែលជាខ្ទង់$50តិចតួចនិយាយទៅគឺធូរថ្លៃខ្លាំងមែនតើ set up ដើម Christmas ហើយយើងចង់ decor ផ្ទះឲ្យរៀងប្លែកជាងមុនបន្តិចចឹងណានិយាយមែននៅពេលដែលយើងបានតឡើងដើម Christmas មួយមនុស្សដែលយើងស្រឡាញ់គឺក្តីសុខខ្លាំងមែនតើបន្ទាប់ពីយើង set up ហើយគឺយើងចង់រើតិចតួចចឹងទៅឲ្យឃើញរៀងប្លែកវីដេអូក្នុងហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ